ផ្ទះឈើប្រក់សាំងសីជាច្រើនខ្នងនៅសង្កាត់ព្រែកប្រាត្រូវបានអគ្គិភ័យលេបត្របាក់និងរងរបួសមនុស្សម្នាក់ផ្ទះឈើប្រក់សាំងសីជាច្រើនខ្នងនៅជាប់មាត់ទន្លេក្នុងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅរួមទាំងបង្កឲ្យមនុស្សម្នាក់រងរបួសផងដែរករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង 7:40 នាទីយប់ថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2025នៅតាមបណ្ដោយផ្លូវលេខ 369 សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោយបានឲ្យដឹងផងដែរថាមុនកើតហេតុមានក្លិនឆ្ងៀមផ្សែងភ្លាមក៏នាំគ្នាស្ទុះចេញមកមើលក៏ឃើញផ្សែងខ្មៅលាយឡំជាមួយនឹងអណ្ដាតភ្លើងឆេះផ្ទះបាត់ទៅហើយខណៈនោះប្រជាពលរដ្ឋបាននាំគ្នាជួយយកទឹកពន្លត់ដែរប៉ុន្តែមិនអាចគ្រប់គ្រងបានដោយសារតែមានខ្យល់បក់ខ្លាំងធ្វើឲ្យរាលដាលយ៉ាងឆាប់រហ័សទើបប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចដើម្បីមកអន្តរាគមន៍អគ្គិភ័យខាងលើនេះបានឆាបឆេះផ្ទះឈើប្រក់សាំងសីអស់ទាំងស្រុងជាច្រើនខ្នងរួមទាំងបង្កឲ្យមនុស្សម្នាក់រងរបួសស្រាលនិងបានប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់និងរថយន្តជំនួយទីក្រុងនរារថយន្តទីក្រុងកោះពេជ្ររថយន្តបូរីពេញហួតបាញ់ឲ្យរលត់ជាស្ថាពរចំពោះមូលហេតុពលរដ្ឋបានដាក់ការសង្ស័យថាឆ្លងចរន្តអគ្គិសនីចេញពីផ្ទះដេកខោអាវ